បាទសម្រាប់ដំណាំចន្ទីយើងចង់ដាក់ជីពេលណាក៏ល្អដែរប៉ុន្តែយើងត្រូវសួរមកខ្លួនឯងវិញតើយើងត្រូវដាក់ជីនឹងក្នុងគោលបំណងអីបាទដោយចន្ទីរបស់អ៊ំប្រុសនេះបាទអាយុ8ឆ្នាំបាទការគាត់ដាក់ជីក្នុងមួយដើម1គីឡូហើយគាត់ដាក់តាំងពីខែ7ដល់ពេលអញ្ចឹងទៅក្រោយពីគាត់ដាក់ជីរួចក្នុងខែ7ហ្នឹងដោយសារតែមានទឹកភ្លៀងអីសមរម្យដែរចន្ទីរបស់គាត់ត្រួយល្អស្លឹកល្អដល់ពេលចូលមកដល់ខែផ្កាផ្លែស្រាប់តែផ្កាចេញមកច្រើនប៉ុន្តែតងផ្កាតូចហើយមានបញ្ហាគាំងមិនលោតក្តាប់ទៀតបាទអញ្ចឹងគាត់ឆ្ងល់បាទអញ្ចឹងយើងត្រូវដឹងថាអញ្ចេះពេលដែលយើងដាក់ជី1គីឡូនៅក្នុងខែ7បានន័យថាពេលនោះគឺក្នុងកំឡុងពេលដែលយើងដាក់ឲ្យវាលូតលាស់ដងដើមហើយនឹងត្រួយនឹងស្លឹកបាទបើសិនតែយើងដាក់ពេលហ្នឹងដើម្បីទៀមយកផ្កាផ្លែគឺមិនត្រូវទេបាទអញ្ចឹងប្រសិនបើយើងចំណាយត្រឹមតែ1គីឡូបើថា1គីឡូឧទាហរណ៍ថាយើងដាក់តែ1គីឡូទៅចុះអញ្ចឹងយើងគួរតែកុំដាក់នៅក្នុងខែ7អីបើសិនជាដាក់1គីឡូដែលដាក់នៅក្នុងខែចុងខែ9ដើមខែ10ល្អជាងបើសិនតែយើងថាយើងរិះយើងមិនចង់ដាក់យើងថាចង់ចំណាយតែ1គីឡូបាទចាំដាក់ខែ9ខែ10ទៅល្អជាងបាទព្រោះដាក់ពេលនោះគឺវាជួយដល់ផ្កាជួយដល់ផ្លែជួយដល់ក្តឹបបាទបើសិនបើយើងគោលដៅរបស់យើងដាក់ប៉ុណ្ណឹងណាប៉ុន្តែប្រសិនបើយើងគោលដៅរបស់យើងចង់ថែទាំចន្ទីឲ្យលូតលាស់ល្អបន្ទាប់ពីប្រមូលផលយើងចង់ដាក់2ដងដាក់ក្នុងខែ7ម្ដងទៅហើយចាំដល់ខែចុងខែ9ដើមខែ10យើងដាក់ម្ដងទៀតទៅនោះយើងនឹងទទួលបានផ្លែផ្កានឹងក្តឹបច្រើនហើយបាទនៅចំណុចនេះណាបាទអរគុណច្រើន